នៅក្នុង Microsoft Word បើសិនជាលោកគ្រូអ្នកគ្រូឬក៏ពុកម្ដាយចង់ធ្វើការបង្កើតអក្សរឬក៏លេខដែលមានទម្រង់បែបនេះសម្រាប់ឲ្យកូនៗឬក៏សិស្សានុសិស្សដើម្បីធ្វើការហ្វឹកហាត់នៅក្នុងការសរសេរអក្សរសរសេរពាក្យឬក៏សរសេរលេខនៅក្នុងការអនុវត្តដំបូងៗអញ្ចឹងនៅក្នុង Microsoft Word យើងអាចមានរបៀបមួយដើម្បីបង្កើតជាទម្រង់អក្សរបែបនេះដើម្បីឲ្យកូនៗឬក៏សិស្សានុសិស្សរបស់ពុកម្ដាយឬក៏លោកគ្រូអ្នកគ្រូទាំងអស់គ្នាអាចយកទៅអនុវត្តបានអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅអនុវត្តនៅក្នុងការធ្វើវាទាំងអស់គ្នាអញ្ចឹងក្នុងនេះខ្ញុំមាន file មួយដែលមានទម្រង់បែបនេះហើយយើងដើម្បីបំលែងវាទៅជាអក្សរដែលមានលក្ខណៈចុចៗដែលខ្ញុំបានបង្ហាញនៅខាងមុខនោះយើងគ្រាន់តែចូលកាន់កន្លែងtab home ហើយយើងធ្វើការនៅពេលដែលយើងចូលកាន់ home គឺយើងនឹងឃើញពី style ដែលមាននៅក្នុងនឹងដែលយើងមានស្រាប់អញ្ចឹងបើសិនជាយើងអត់ទាន់មាន style ដែលទាក់ទងអក្សរចុចៗទេយើងគ្រាន់តែទៅបង្កើតថ្មីដែលយើងចុចនៅកន្លែងនេះពី option មួយនេះមកវានឹងសូមពាក្យថា create style អញ្ចឹងយើងចុចលើពាក្យថា create style ទៅពេលដែលអ្នកទាំងអស់គ្នាចុចលើពាក្យថា create style យើងគ្រាន់តែដាក់នៅឈ្មោះរបស់ style យើងដើម្បីចំណេញទុកមកខ្ញុំដាក់ថាអក្សរចុចចឹងមកអញ្ចឹងខ្ញុំគ្រាន់តែចុចពាក្យថាអូខេឬក៏យើងចុចmodify យើងចុច modify យើងនឹងឃើញមានជាទម្រង់ form បែបនេះអញ្ចឹងយើងធ្វើការកំណត់នៅទម្រង់មួយចំនួនមកក្នុងនេះខ្ញុំសូមកំណត់ទាក់ទងជាមួយនឹងកន្លែង option menu សិនខ្ញុំយក all script ហើយយើង tick automatic update and យើងយក option មួយទៀតមកតទៅទៀតយើងធ្វើការចុចលើ drop down format នេះដើម្បីធ្វើការ add នៅ text effect អញ្ចឹងបើសិនជាអ្នកនរគ្នាឃើញកន្លែង text effect នេះ disable យើងគណចុច OK សិនមកហើយយើងចេញមកវិញយើងចូលទៅកាន់កន្លែង file យើងចូលកាន់កន្លែង file យើងចុចពាក្យថា info ហើយយើងចុចកន្លែង option នេះមកអញ្ចឹងវានឹងចេញជា form មួយនេះមកអញ្ចឹងខ្ញុំចុចយកពាក្យថា OK អញ្ចឹងបើយើងទៅមើលពី style យើងបានបង្កើតមិញនេះគឺ style នេះដែលយើងដាក់ឈ្មោះថាអក្សរចុចអញ្ចឹងយើងគណចុចលើនឹងមកហើយយើងចុចពាក្យ modify ម្ដងទៀតមកហើយយើងចូលទៅកាន់ option format អញ្ចឹងបន្ទាប់មកយើងនឹងឃើញ text effect នេះគឺenable មកវិញបើយើងអាចចូលចុចបាននៅលើវាម្ដងទៀតអញ្ចឹងយើងចុចលើនឹងមកពេលដែលយើងចុចទៅលើ text effect វានឹងសូជា form មួយនេះមកហើយខ្ញុំគ្រាន់តែធ្វើការ select យកកន្លែងនេះមក option នេះអញ្ចឹងយើងអត់ចង់ឲ្យវាមាន color ទេអញ្ចឹងយើងយក no យក option នេះមកដើម្បីឲ្យវាអត់មានអក្សររបស់យើងគឺអត់មាន color ពណ៌ខ្មៅឬក៏ពណ៌អីដែលយើងបានកំណត់ទេអញ្ចឹងយើងចូល text outline មួយទៀតមកហើយយើងគណចូលពាក្យថា solid line នេះមកវាមាន option មួយចំនួនសម្រាប់យើងកំណត់អញ្ចឹងបើសិនយើងចង់ឲ្យអក្សរចុចរបស់យើងវាច្បាស់ទេយើងអត់បាច់សេរីលើ option មួយនេះទេអានេះជា color ជាពណ៌ដែលយើងបើសិនយើងចង់ឲ្យកន្លែងចុចទៅលើអក្សររបស់យើងជាពណ៌អីយើងកំណត់វាតាមតែខ្ញុំចង់វាសូជាពណ៌ខ្មៅអញ្ចឹងខ្ញុំកំណត់ជាពណ៌ខ្មៅធម្មតាមកហើយក្នុងនេះទៅជាមួយនឹងទំហំនៃបន្ទាត់ចុចនេះយើងចង់បានប៉ុណ្ណាគឺខ្ញុំទៅ default ហើយចំពោះទម្រង់បន្ទាត់របស់យើងតែយើងចង់វាចុចជា1ឬក៏ជា2ជា3ទៅតាមទម្រង់ហ្នឹងខ្ញុំយកមួយធម្មតាទេហើយមួយទៀតចំពោះទម្រង់ចុចហ្នឹងតើយើងយកជាទម្រង់បែបណាអញ្ចឹងខ្ញុំយកជាទម្រង់មួយនេះមកដាក់នេះហើយចំណុចផ្សេងទៀតខ្ញុំសូម keep វាទុកអញ្ចឹងហើយយើងចុច OK មកអូខេយើងនឹងឃើញមានទម្រង់ដែលទទួលបានអញ្ចឹងយើងចុច OK ទៅលើ form ចាស់របស់យើងនេះដែលទាក់ទងមួយ form modify size យើងចុច OK ដែរអញ្ចឹងយើងគិតតែទៅមើល result ដែលយើងមានអញ្ចឹងសារនេះវារឿងតូចពេកអញ្ចឹងយើងមើលទៅតាមនេះមកហេយើងបានហើយចានេះយើងចង់បានវាជាទម្រង់មិនជាអក្សរជា font មិនយើង select ទៅតាមនេះមកតែខ្ញុំសូមយកជា font ខ្មែរ OS ឡាយតែវាសូមមកអញ្ចឹងហើយចំពោះលេខដូចគ្នាបើសិនយើងចង់ apply យើងគិតតែ select លើលេខដែលយើងឬក៏អក្សរដែលយើងចង់ apply នឹងមកហើយយើងចូលទៅ style កន្លែងនេះក៏បានយើងទៅពីយើង select វានឹង show option មួយអញ្ចឹងយើងចុចលើ style មកវានឹងមានទម្រង់មួយនេះគឺអក្សរចុចអញ្ចឹងយើងចុចមកអក្សរចុចមកវានឹងចេញជា style ដែលយើងបានកំណត់ហ្នឹងហើយមួយទៀតចំពោះសអង់គ្លេសយើងអាចប្រើបានដូចគ្នាអញ្ចឹងបើសិនជាយើងអត់ចង់ចុចនៅកន្លែងនេះទេយើងអាចចុចនៅកន្លែងខាងលើនេះបានគ្នាឬក៏ចុចវានៅ option មួយនេះឬក៏នៅក្នុង option នេះក៏មានអញ្ចឹងជាទូទៅយើងគិតថា select វា load show option ឬក៏ style ដែលយើងបានបង្កើតហ្នឹងអត់តែកន្លែងនេះអញ្ចឹង select មកវា show កន្លែង select បើថាយើង select លើអក្សរនេះមកវាមានកន្លែង style នេះមួយអញ្ចឹងយើងចុចមកអក្សរចុចមកយើងអាចបង្កើតបានជាទម្រង់អក្សរចុចសម្រាប់ឲ្យកូនឬក៏ឲ្យសិស្សានុសិស្សរបស់យើងសម្រាប់ធ្វើការฝึกហាត់នៅក្នុងការសរសេរអក្សរឬក៏លេខឬក៏អក្សរអង់គ្លេសអក្សរខ្មែរឬក៏អក្សរផ្សេងៗហ្នឹងតាមអីដែលយើងចង់បានឲ្យគាត់ធ្វើការฝึกហាត់សរសេរឲ្យបានស្ទាត់អីជាងមុនអញ្ចឹងទៅអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងបើសិនជាអ្នកនរគ្នាចង់បានវីដេអូថ្មីៗសូម click ជួយចុច follow page របស់ខ្ញុំឬជា subscribe YouTube channel របស់ខ្ញុំផងដែរសូមអរគុណសូមជម្រាបលាជួបគ្នានៅក្រោយទៀត